នេះជា Infinix Note 60 Pro ដែលទៅតែចេញលក់ក្តៅៗវាមានតួខ្លួនប្រណិតវាបំពាក់ភ្លើង Active Matrix Display ថ្មីតាក់ទាញវាប្រើ chip Snapdragon 7S Gen 4 ដែល support 5G បំពាក់ថ្មធំ 6500 mAh ដែលព្យាបាលខ្លួនឯងអេក្រង់ AMOLED 144Hz ជះភ្លឺកប់ដំឡើង speaker JBL 2គ្រាប់ជាមួយកម្លាំងសាកខ្សែលឿនដល់ទៅ 90W ហើយថែមទាំងអាចសាក wireless លឿនដល់ទៅ 30W ទៀតផងវាជាបងធំដែលចេញមកបន្តតំណែងពី Note 50 Pro ដែលខ្ញុំបានបង្ហាញកាលពីឆ្នាំមុនហើយឥឡូវនេះវា upgrade ផ្នែកធំទាំងអស់សឹងតែគុណនឹង2តែឥឡូវនេះខ្ញុំនឹងបើកប្រអប់ឲ្យមើលសិនព្រោះរបស់ខាងក្នុងនេះក៏មិនតិចដែរអូខេទៅលើប្រអប់លើកនេះនៅតែធំក្រាស់ដូចមុនដដែលហើយធំក្រាស់ហ្នឹងជាសញ្ញាល្អទេព្រោះទាញចេញមកភ្លាមយើងឃើញបន្ទះឆក់ MagPad មុនគេយើងក៏បានបញ្ចូលចាក់ SIM case ការពារ support កងឆក់មួយខ្សែ USB-C និងដុំសាក 90W មួយទៀតផងដែរមិនពិបាកទិញក្រៅនោះទេសូមបញ្ជាក់ថា Infinix Note 60 Pro កាលចេញមកមានច្រើនពណ៌មែនទែនចំណែកម៉ាស៊ីនដែលខ្ញុំទទួលបាននេះគឺជាពណ៌ Titanium ដែលមានសាច់ខាប់គេហៅថា Mist Titanium ខ្ញុំសប្បាយចិត្តដែលខ្ញុំតេស្ត color នេះជាងពណ៌ផ្សេងដោយសារវាសាមញ្ញស្អាតវាមើលទៅមិនងាយសាំហើយកាន់ទៅឃើញមានតម្លៃផងដែរបើប្រៀបជាមួយនឹង50 Pro ឆ្នាំមុនមុខមាត់60 Pro លើកនេះគឺដកខាត់កាន់តែស្អាតជាងមុនច្រើនវាក៏ឃើញរាងទំនើបជាងមុនទៀតផងទាំងកែងទូរស័ព្ទទាំង4ជ្រុងនឹងត្រូវបានឆាបមកទាលស្រួលទប់យ៉ាងស្និទ្ធនៅក្នុងប្រអប់ដៃទាំងផ្ទះញាត់កាមេរ៉ាក៏បដូរពីចំហៀងមកបែប landscape ចំកណ្ដាលឃើញផ្លែជាមុនផងដែរហើយក្នុងនេះវាមាន lens gold មួយគ្រាប់ lens ទូលាយមួយគ្រាប់ flicker sensor សម្រាប់ជំនួយការឆ្លាស់ shutter speed គ្រប់គ្រងឲ្យបានកាន់តែល្អជាមួយនឹង flash ពន្លឺមួយទៀតផងហើយក្រៅពីនេះជាទូរស័ព្ទដែលកាប់លើតុឃើញតាក់ទាញបំផុតហើយកាន់លើកនិយាយមកពីខ្នងក៏នៅតែតាក់ទាញដែរនោះក៏ព្រោះតែវាមានភ្លើង Halo RGB បង្ហាញចលនារស់រវើកផងនិងបំពាក់ LED interface មួយទៀតដែលអាចបង្ហាញព័ត៌មានសំខាន់ៗខ្លីៗដូចជាម៉ោងយើងឃើញក៏ដូចជាសារដំណឹងពេលមានគេហៅចូលពេលសាកថ្មក៏ស្រួលមើលភាគរយវាថែមតែមានកូនសត្វចិញ្ចឹមបែប mini pad បង្ហាញជា animation ខ្ជូតគ្រាន់បើលើពីនេះវាថែមទាំងមាន mini game ខ្លីៗដែលយើងអាចលេងកាសាញ់បានឬបើត្រូវការដាក់ឈ្មោះឬដាក់សញ្ញាសម្គាល់ផ្ទាល់ខ្លួនយើងក៏អាចចូលទៅ custom បន្ថែមតាមចិត្តបានដូចគ្នាម្ដងទៀតខ្ញុំស្រឡាញ់ design flat រាបស្មើបែបនេះហើយភ្លើង Active Matrix Display ហ្នឹងវាបន្តរសជាតិកាន់តែប្លែកចំណែកក្នុង Matte Cap ខាងក្រោយវាក៏មិនងាយប្រឡាក់ទាំងស៊ុំ Aerospace Grade Aluminium វាថែមទាំងផ្ដល់ភាពធន់និងកាន់ទៅដឹងថាថ្លៃកញ្ចក់ខាងមុខវាថែមទាំងក្រាលការពារដោយ Gorilla Glass 7 អាចបន្ថែមផងដែរនិយាយរួមច្របាច់កាន់ Note 60 Pro គឺយើងដឹងថាម៉ាស៊ីននេះ build ផ្គុំឡើងហាប់ណែនតឹងល្អមែនតើអត់លេងសើចទេអារម្មណ៍ដូចយើងកាន់ទូរស័ព្ទ$800-900អញ្ចឹងវាថែមទាំងពាក់អាក្រោះការពារ IP64 ទប់ពីទឹកកពប់លើនិងដាកាត់ភ្លៀងដោយមិនបារម្ភទៀតផងក្រៅពីនេះដូចទម្ងន់និងកម្រាស់គឺមិនខុសពី50 Pro ប៉ុន្មានឡើយចង្កេះវាវាស់ចេញ 7.4 mm ជាមួយទម្ងន់201ក្រាមដូចនេះវានៅតែឃើញស្ដើងហើយកាន់ទៅក៏មិនធ្ងន់ឡើយបើមកវិញវាថែមទាំងអាចផ្ទុកថ្មបានធំជាងមុនឡើងដល់ទៅ6500 mAh ថែមទៀតផងអញ្ចឹងរយៈពេលប្រើជាក់ស្ដែងវាអាចអូសបានច្រើនជាងមុនប្រហែលជា50នាទីទៅ1ម៉ោង20នាទីសម្រាប់ការប្រើធ្ងន់លើ game វីដេអូនិងថតរូបច្រើនយើងអាចឃើញលទ្ធផលខ្ទង់6ម៉ោងកន្លះលើអេក្រង់ជាប់អញ្ចឹងលទ្ធផលប៉ុណ្នេះគឺស្ថិតនៅស្តង់ដារបៃតងហើយលើពីនេះ Infinix ក៏ប្រើបច្ចេកវិទ្យា battery self healing ដែលគ្រប់គ្រងបន្ថែមដោយ software អាចសេរីទាញសុខភាពថ្មឡើង 1% វិញរាល់ការសាកដល់200ដងផងដែរអញ្ចឹងយើងអាចឃើញថាប្រើដល់6ឆ្នាំក៏មិនបកពោះដូចជាថ្ម iPhone នេះទេវាថែមទាំង support bypass charging អាចបញ្ចូលថ្មឲ្យគេវិញចេញកម្លាំង 7.5W និង support ការសាកខ្សែដល់ទៅ 90W ឯណោះអញ្ចឹងសាកត្រឹម16នាទី17នាទីឡើងទឹកបាន 50% វិញហើយសាកមួយពេញ 100% ចាំត្រឹម41នាទីប៉ុណ្ណោះលើពីនេះទៀតអានេះជាមុខងារដែលយើងកម្រឃើញលើ smartphone តម្លៃប៉ុណ្នេះណាទូទៅគឺគេដកចោលតែម្ដងដើម្បីសន្សំការចំណាយហើយ60 Pro អាចសាក wireless ចូលកម្លាំងដល់ទៅ 30W ឯណោះបើប្រៀបជាមួយ smartphone កំពូល$1000ដូចជា17 Pro ឬក៏26 Ultra អី support ត្រឹម 25W ទេវាថែមទាំងអាចផ្ទេរកម្លាំង reverse ចេញដល់ 5W ទៀតផងគ្រាន់តែស្ដាយដែល Infinix មិនបំពាក់កងឆក់នៅលើខ្នងទូរស័ព្ទផ្ទាល់អញ្ចឹងបើចង់ប្រើវាដាក់ឲ្យឆក់ជាប់ទៅលើ stand ឬ Qi2 charger អីតតែដាក់ case ថ្លានេះជាប់យ៉ាងណាហេងវិញដែលទាំងឆ្នាំងសាកក៏គេដាក់មកឲ្យស្រាប់ទាំងបន្ទះសាក MagPad នេះក៏ផ្ដល់មកឲ្យយើងស្រាប់ដូចគ្នាខ្ញុំក៏ចង់ប្រាប់ប្រិយមិត្តទាំងអស់គ្នាថាមួយរយៈនេះខ្ញុំសម្រាប់បន្តិចដើម្បីមករៀបចំស្ទូឌីយោថ្មីចឹងហើយបានជាវីដេអូខ្ញុំវាចេញរៀងយូរជាងរាល់ដងហើយណាមួយខ្ញុំក៏ត្រូវឆ្លៀតពេលចាថែសុខភាពបន្ថែមផងដែរលើនេះសង្ឃឹមថាអ្នកទាំងអស់គ្នាមិនមានអារម្មណ៍ថាខកដោយសារចាំវីដេអូខ្ញុំទៅចោះហើយពេលដែលទៅជីមឬសម្រាប់ពីការងារខ្ញុំក៏ឆ្លៀតវាស់ចង្វាក់បេះដូងនិងកម្រិតអុកស៊ីហ្សែននៅក្នុងឈាមផងដែរជាក់ស្ដែង Note 60 Pro ក៏មាន sensor advanced monitor តាមដានសុខភាពមកស្រាប់បំពាក់ក្រោមប៊ូតុងចែកសោនិងប៊ូតុងសំឡេងមកស្រាប់ដូចនេះវាងាយឲ្យយើងទាញទូរស័ព្ទមកដាក់ដៃលើនឹងទៅស្ទង់បានគ្រប់ពេលទិន្នន័យវានឹងបង្ហាញនៅក្នុងកម្មវិធីសុខភាពដូចនេះវាងាយឲ្យយើងតាមដានចង់ដាក់ពេលណាចង់ដឹងពេលណា
អាច scan តាម plate ទៅគឺដឹងហើយចំណែក one tap button នៅខាងឆ្វេងនេះវិញគឺមានប្រយោជន៍ខ្លាំងមែនទែនវាជាមុខងារផ្លូវកាត់ឲ្យយើងកំណត់ចុចបិទបើក silent ក៏បានឬកំណត់ដាក់ចូលទៅកម្មវិធីផ្សេងក៏បានជាក់ស្ដែងខ្ញុំរើសយកមុខងារ flash ដោយនេះវាស្រួលចង់7មើលបានលឿនដល់មិនបាច់បញ្ជាតាមអេក្រង់ពីបៃតងឡើយនៅផ្នែកខាងលើនេះយើងឃើញមាន logo JBL មួយជិតរន្ធសំឡេងនិង IO Blaster អញ្ចឹង60 Pro វាមាន speaker សងខាង2គ្រាប់ដែលធន់កំណត់សំឡេងដល់ JBL ហើយផ្នែកខាងក្រោមវាមានរន្ធ USB-C 2.0 រន្ធស្រូបសំឡេងនិង slot ដែលអាចផ្ទុក SIM បាន2 support សេវាដល់ 5G ផងដែរហើយ speed លើនេះគឺលឿនពេញបបតែម្ដងការនិយាយទូរស័ព្ទក៏ស្ដាប់ឮច្បាស់ល្អទៀតផងបើនិយាយពីច្បាស់អេក្រង់ AMOLED 144 Hz ទំហំ 6.78 អ៊ីងកម្រិត 1.5K នេះជះពន្លឺភ្លឺដល់ទៅ 1600 nits និងរុញឡើងកប់ peak អស់ដល់ទៅ 4500 nits ឯណោះអញ្ចឹងអាមួយនេះមិនខ្លាចថ្ងៃនោះឡើយវាថែមទាំង support Ultra HDR និង support Wi-Fi L1 ផងដែរវាជា display គុណភាពខ្ពស់មួយដែលបង្ហាញទឹកពណ៌បានដិតស្រស់ល្អមែនទែនមើលរឿងនឹងលេងហ្គេមលើនេះគឺអណ្ដែតលេចធ្លោទៀតផងណាមួយក៏ដោយសារ Cam bezel វាខ្លីស្មើជុំត្រឹម 1.8 មីលីម៉ែត្រទេទំហំប៉ុណ្នេះមិនធំពេកហើយក៏មិនតូចពេកវាល្មមកាន់ក្តាប់ដៃមួយស្រួលទម្លាក់ម្រាមដៃនៅលើ fingerprint sensor ខាងក្រោមអេក្រង់ហ្នឹងដោះ unlock sound បានលឿនគ្រប់ពេលទៀតផងនិយាយពីលឿនគឺដល់ពេលយើងនឹកឃើញដល់ល្បឿនហើយ Note 60 Pro បំពាក់កម្លាំងម៉ាស៊ីនខ្លាំងគួរសមក្នុង Antutu វាទិញបន្ទុកបាន 1,115,509 ជាបាន RAM LPDDR5 ឆៅដល់ទៅ 12GB ទំហំផ្ទុក UFS 2.2 256GB ដល់បន្ថែមដោយ chip 8 core Snapdragon 7S Gen 4 ទំហំ4 nanometer វារត់ល្បឿនដល់ 2.7 GHz អំដោយ GPU Adreno 810អញ្ចឹង chip ថ្មីនេះបើប្រៀបទៅនឹង 7S Gen 3វា boost ល្បឿនទាំង CPU និង GPU ខ្លាំងជាងមុនប្រមាណជា 7% និងទទួលបានមុខងារ Adaptive Performance Engine ចំនួនទី3ដូចជា Snapdragon 8 Elite ដែរហើយ game ធំៗលើនេះគឺមិនពិបាករ៉ាននោះទេបើថា Mobile Legends និង Free Fire ឬ Honor of King អីវា support ដល់ 120 fps កប់ max setting លេងលើនេះរអិលតែម្ដងហើយកម្ដៅក៏មិនងាយឡើងក្ដៅលើសម្ដងណាឡើយរ៉ានកន្លះម៉ោងយើងអាចដឹងក្ដៅតែប្រព័ន្ធបន្សាបកម្ដៅ Vapor Chamber 3D Ice Core ក្នុងនេះវាងាយទម្លាក់ balance រក្សាមុខទៀតវិញបានលឿនជួយឲ្យ frame rate រក្សាបានថេរឡើងចុះចន្លោះ5 fps ប៉ុណ្ណោះដោយ Game Once Human លេង frame rate very high នៅលើ resolution high វារក្សាចន្លោះ60 fps ថេរគ្រាន់បើ Game Division ក៏ចឹងដែរ graphic high នៅលើ resolution standard លេងថេរ60 fps ដូចគ្នាអញ្ចឹងបើទោះនេះមិនមែនជា chip កប់តែការងារធ្ងន់ៗនឹងកម្មវិធីនៅលើ background 1020 គឺឆ្លាស់ចេញចូលរអិល smooth តែម្ដងត្រង់នេះក៏ត្រូវសរសើរដល់ស្បែក iOS ចំនួន 16.1 រត់ដោយ Android 16 ចុងក្រោយផងដែរវាពិតជាឆ្លាតជាងមុនច្រើនវាប្រើ memory តិចវាគណនា test លឿននិងផ្ដល់ចលនា animation រលូនតែម្ដងលើពីនេះ interface និង icon វាថែមទាំង clean ស្អាតវាមានមុខងារកំណត់សម្បូរបែបដូចជា iOS 16 អញ្ចឹងរបៀបប្រើនិងការកំណត់ក៏មិនខុសគ្នានោះដែរហើយលើនេះក៏យើងមិនឃើញមានកម្មវិធីនិង game តម្លៃក្រៅច្រើនឡើយយ៉ាងច្រើនមានត្រឹម 2-3 ដែលយើងអាចលុបចេញវិញបានហើយមុខងារ AI លើនេះគឺមានច្រើនដូចគ្នាទាំង Circle to Search ទាំង Gemini built-in មកស្រាប់មុខងារលុបរូបច្នៃរូប generate image អីមានមួយ set ទាំងមុខងារ AI translate បកប្រែភាសាខ្មែរយើងក៏មាននិងមុខងារជំនួយការ Follow Assistant សម្រាប់ឆ្លើយប្រាប់រាល់សំណួរនិងស្វែងរកចម្លើយដែលប្រើខួរក្បាលពីខាងក្រោយរបស់ DeepSeek ផងដែរសំខាន់យើងក៏អាចផ្ញើ transfer file រូបភាពនិងវីដេអូពី smartphone នេះទៅកាន់ iOS device បានទៀតផងអ្វីដែលកាន់តែសំខាន់ទៀតគឺ Infinix ព្រមទាំងផ្ដល់ការ support លើ software update ដល់ Note 60 Pro នេះបានដល់ទៅ3ឆ្នាំពេញហើយរុញ security update បាន5ឆ្នាំពេញទៀតផងល្អមែនតើសម្រាប់ smartphone តម្លៃប៉ុណ្នេះអូខេបកមកកាមេរ៉ាវិញយើងបាន lens gold 50 megapixel upgrade ថ្មីដែលវាមាន aperture ធំជាងមុនដល់ 1.6 និង support ultra HDR ក៏ដូចជា live photo ហើយក៏មាន OIS ទប់លំនឹងផងដែរហើយ video 4K ដែលថតចេញពី sensor នេះវាមិនត្រឹមតែផ្ដល់សាច់ម៉ត់ជាមួយនឹងទឹកពណ៌ស្រស់ទេវាថែមទាំងទប់លំនឹងដៃបានថេរល្អជាង50 Pro ឆ្នាំមុនច្រើនសំឡេងក៏ស្រូបបានច្បាស់ជាងមុនផងដែរហើយលើនេះវាងាយថតរូបប៉ុស្តិ៍បានស្អាតបើទោះវាមិនស្ថិតនៅ level flagship តែកាន់ដាល់ថតខាងក្រៅវាគណនាប្លង់បានលឿនវាផ្ដល់ size detail ច្បាស់ល្មម zoom digital 2 ដងនៅតែឃើញម៉ត់ច្បាស់ល្មម print បានសម្បីមុខងារ portrait mode ថតចេញមកក៏ឃើញផុសខាប់លេចធ្លោផងដែរទាំងពណ៌ស្បែកមនុស្សនៅរក្សាបានត្រូវដូចជានៅខាងក្រៅអញ្ចឹងវាថែមទាំងងាយថតគីបវត្ថុឃើញព្រាម background ធម្មជាតិស្អាតទៀតផងលេងសាយអីទាំងពេលយប់ night mode វា auto ធ្វើការបំបត្តិស្នាមអុចបានរលោងស្អាតបូកេត្រីរូបភាពក៏ឆាប់ចេញច្បាស់ហើយពណ៌និងពន្លឺគ្រប់គ្រងបានភ្លឺស្រស់ដោយមិនរុញឲ្យលើសពេកនោះឡើយចំណែក lens ultra wide 8 megapixel នេះវិញវាចាប់ប្លង់ចូលទូលាយ 112 degree និងរក្សាគែមរូបភាពមិនឲ្យទាញកង់ខ្លាំងនោះទេយ៉ាងណា lens នេះវាថតចេញមកឃើញសាច់រាងស្រាលបន្តិចហើយក៏បំបត្តិស្នាមអុចមិនបានខាប់ស្អាតដូចជា lens gold ឡើយហើយវីដេអូវាក៏ថតបានត្រឹម 2K 30 fps មិនដល់ 4K នោះទេ
តែសម្រាប់កាមេរ៉ា selfie 13 megapixel ខាងមុខគឺមិនធ្វើឲ្យខ្ញុំខកចិត្តនោះឡើយវាអាចថតវីដេអូបានដល់ 4K 30 fps ទប់លំនឹងបានល្អសំឡេងថែមទាំងស្រូបបានច្បាស់ទៀតផងហើយរូបភាពថតចេញមកក៏ផ្ដល់ size detail មកច្រើនជាងការរំពឹងទុករបស់ខ្ញុំទាំងទឹកពណ៌ផ្ដល់មកដិតស្រស់ជាមួយនឹងការថត portrait ឃើញលេចធ្លោផងដែរអូខេអញ្ចឹងគឺជាគុណភាពវីដេអូ 4K 30 fps ដែលថតចេញពីកាមេរ៉ាខាងមុខយើងឃើញថាវាទល់នឹងដៃបានល្អដូចនេះខ្ញុំកាន់នឹងយើងឃើញវាមិនសូវជាញ័រ footage នោះទេហើយប្លង់វាក៏ចាប់បានទូលាយក្រំបានដែរសំឡេងថែមទាំងស្រូបបានច្បាស់ល្អទៀតផងដូចនេះជាចំណាប់អារម្មណ៍របស់ខ្ញុំទៅលើ Infinix Note 60 Pro ពេលនេះវាមានលក់នៅក្នុងទីផ្សារយើងហើយក្នុងតម្លៃ$399ដោយរដងបើនៅមិនទាន់សម្រាប់ចិត្តដាច់យើងក៏អាចទៅតេស្តផ្ទាល់តាមបណ្ដាហាងដែលមានលក់ Infinix ជាផ្លូវការផងដែរដើម្បីស្វែងយល់កាន់តែច្បាស់និងស្រួលសម្រាប់ចិត្តបន្ថែមយ៉ាងណាបើទោះយើងកំពុងរស់នៅក្នុងពេលដែល memory chip ឡើងថ្លៃកប់ហក់ដល់ទៅ600%បែបនេះយើងក៏ឃើញ Infinix រក្សាតម្លៃ Note 60 Pro មិនឲ្យឡើងខ្ពស់ពេកដូចគ្នាត្រូវហើយបើបាន chip ខ្លាំងជាងនេះឬ storage ធំជាងនេះក៏ដូចជា lens ទូលាយធំជាងនេះប្រកាសជាកាន់តែល្អតែអ្វីដែលគេកាត់កង់មកឲ្យវិញក៏ច្រើនគួរសមដែរយើងបានទាំងអេក្រង់ AMOLED RL ភ្លឺច្បាស់ទាំងរូបរាងប្រណិតស្ដើងដោយផ្ទុកថាមពលថ្មធំហើយសាកលឿនទាំងខ្សែនិង wireless ម៉ាស៊ីនកម្លាំងពេញដៃ software ក៏មានស្ថិរភាពទទួលបានការ update ដល់ Android 19ក៏ដូចជាមុខងារ Active Matrix Display លើក្នុងខាងក្រោយទាក់ទាញ copy smartphone ដទៃផងដែរហើយ sensor តាមដានសុខភាពលើនេះក៏ជាការផ្ដល់ឲ្យសំខាន់ដូចគ្នាអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងបើមានមតិយោបល់បន្ថែមអាច comment នៅខាងក្រោមវីដេអូនេះបានដោយរដងខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត